ប្រកួតធ្វើឡើងនៅកីឡដ្ឋានអាគីហ៊ីរ៉ូកាតូបាទចាប់ដើមការប្រកួតថ្ងៃនេះចាប់ផ្ទះឯកសណ្ឋានពណ៌ទឹកក្រូចចំណែកឯក្រុមភ្ញៀវឯកសណ្ឋានពណ៌ខៀវមួយឈុតដូចគ្នាលោកអញ្ញាកណ្ដាលជីសាមឌីផ្លុំកញ្ចែចាប់ផ្ដើមការប្រកួតហើយត្រង់នេះគឺជាការបាក់កាត់របស់កីឡាករតមមករាត្រូវអ្នកចាំទីសាំងហាន់ខុនចាបានតែត្រង់នេះដួលខ្លួនបាទទាត់តែទាញដោយចន្ទថាចន្ទទីកាញាកណ្ដាលផ្ដល់បាល់ពីនៃពេណាល់ទីម៉ាក់អេជីគូរីតារកបានគ្រាប់បាល់នៅមុខឲ្យក្រុមម្ចាស់ផ្ទះអង្គរ Tiger នេះគឺជាគ្រាប់បាល់ទី19របស់គេនៅក្នុងលីកកំពូលកម្ពុជាសម្រាប់កីឡាករពាក់លេខ9 Mark Ejegurita សម្រាប់ត្រង់នេះវិញដែលជាការបញ្ជូនរបស់លីសូសៀខាដឺទប់មួយនឹងទាត់បញ្ចូលទីបានយ៉ាងល្អគ្រាប់បាល់ទី2របស់ក្រុមម្ចាស់ផ្ទះអង្គរ Tiger 2-0ការបញ្ជូនមកម៉ាគូរីតាទាត់បាទត្រង់នេះមិនចំគោលដៅមិនបញ្ជូនឲ្យខាដឺនោះទេបន្តមកទៀតបាទកីឡាករម៉ាត់ស៊ូតានីតាការៈក៏ទាត់បាទសម្ដៅតែមិនចំគោលដៅគ្រីស្ទៀនដូចគ្នាទាត់មិនចំគោលដៅទេសម្រាប់ការបាទប្រជែងគ្នាត្រង់នេះវិញគេមានឱកាសទាត់ជះដោយហាងខុនម៉ាគូរីតាទាត់បញ្ចូលទីគ្រាប់ទី3ឲ្យអង្គរ Tiger យើងមើលការប្រជែងគ្នាត្រង់នេះសុផលលីម៉ង់រៀបរៀងមិនបានទេការទាត់ទៅជះដោយហាងខុនទាត់បញ្ចូលទីបានសម្រាប់គ្រាប់បាល់ទី20របស់ Mark Ejegurita និងជាគ្រាប់បាល់ទី2នៅក្នុងការប្រកួតនេះម្ចាស់ផ្ទះនៅមុខ3-0ដល់គួរឲ្យភ្ញាក់ផ្អើលដែលយើងកម្រឃើញបាទនៅក្នុងរដូវកាលនេះមានក្រុមណាដែលអាចនាំមុខប្រកាន់រាជស្វ័យរៀងដល់ទៅ3គ្រាប់នោះទេ Margurita មានឱកាសទាត់ក៏ដូចជាកីឡាករ Aranda Facundo បាទមិនខុសគ្នាទេមានឱកាសច្រើនរៀងខ្លួនចូលដល់វគ្គទី2បាទមានការផ្លាស់ប្ដូរកីឡាករពិសេសពេប្រាខ្វាមេនិង Patrick Robson ចូលបូករួមជាមួយនឹងមិនរតនៈផងដែរគ្រាប់បាល់ដំបងរបស់បាទពេប្រាខ្វាមេគឺជាការទាត់ពីលើដំបូលទូកបាទអ្នកចាប់ទីម៉ាទីនរ៉ាសាខឹងខ្លាំងមែនទែនបាទបិទបាទ clean sheet យូរហើយតែមករបូតគ្រាប់បាល់ពីចម្ងាយបែបនេះបន្តមកទៀតគ្រីយ៉ាជាអ្នកបញ្ជូន Patrick Robson តែតបញ្ចូលទីបានសម្រេចគ្រាប់បាល់ទី2នឹងជាគ្រាប់បាល់ទី2របស់ប្រកាន់រាជស្វ័យរៀងផងដែរតាមពីក្រោយ2-3មិនទាន់អស់ទេក៏មានការបាទទាត់មិនចំបាល់ដោយចន្ទធាសល់ Patrick Robson ជាអ្នកបញ្ចប់ទីបានសម្រេចគ្រប់តាមស្មើ3-3ឲ្យព្រះខ័នរាជស្វ័យរៀងបាទត្រង់នេះការលេងមួយប៉ះមកឲ្យពេប្រាខ្វាមេសង្គ្រោះបានដោយទីនរ៉ាសាបាទចំណែកត្រង់នេះវិញជាការបញ្ជូនបាល់ឆ្ងាយមកបាទអត់បាទឃ្លៀបាល់ចោលដោយសឿយវិសាលធ្វើឲ្យបាទកីឡាករម៉ាគូរីតាបាទទាញបានមើលឃើញបញ្ជូនមកហាន់ទីពេនបញ្ចូលទីបានសម្រេចបាទគ្រាប់បាល់ជ័យជំនះតែម្ដងនៅនាទីទី90+7ទៅហើយគឺចុងការប្រកួតនាទីចុងក្រោយបង្អស់តែម្ដង4-3គ្រាប់បាល់បញ្ចូលទីរបស់ហាន់ទីនឹងជាគ្រាប់បាល់ជ័យជំនះដែលជួយឲ្យអង្គរ Tiger ឡើងទៅឈរលេខ2នៅក្នុងតារាងចំណាត់ថ្នាក់លីកកំពូលកម្ពុជាប្រិមត្តទស្សនិកជន